ពេលខ្លះថ្នាំមួយចំនួនលើឈាមដូចគ្នាសារធាតុសកម្មដូចគ្នាតែវាក្រុមហ៊ុនផ្សេងប្រទេសផ្សេងតែវាថ្លៃជាងហ្នឹងថ្លៃខ្លាំងមែនតើយ៉ាងតកមូលមកចាអញ្ចឹងនឹងហើយព្រោះនេះវាឥណ្ឌាមែនប៉ុន្តែឥណ្ឌា quality ព្រោះក្រុមហ៊ុនតែលើឈាមមកលើបានអត់ដែរដោចាខ្ញុំឈឺប្រទះពវៀនខ្ញុំទៅកាលម៉ែតគេដោឆ្នាំឲ្យខ្ញុំប្រាប់អំបាទទេខ្ញុំមានឆ្នាំមកខ្ញុំទឹកចិត្តទៅអូឆ្នាំបោចាឲ្យទៅបើកលេបប៉ុន្តែខ្ញុំអត់ទេខ្ញុំទឹកចិត្តទៅព្រោះយើងលេបអាណាខ្ញុំដូរនេះផងនោះផងវាខុសគ្នាណាតាមពិតមិនមែនអញ្ចឹងទាំងស្រង់ទេគេមើលសារធាតុថ្នាំតែសារធាតុថ្នាំហ្នឹងអញ្ចឹងដូចគ្នាដែរអត់កម្រិតដូចគ្នាដែរអត់ហើយបើសិនជាក្រុមហ៊ុនហ្នឹងគឺថាមកពីប្រទេសពីរផ្សេងគ្នា3ផ្សេងគ្នាឬក៏ដូចគ្នាអញ្ចឹងណាយើងធៀបតម្លៃដែរថាយើងអាចបើចាយបានដែរអត់ប៉ុណ្្នឹងតម្លៃប៉ុណ្្នឹងហើយតាមពិតមែនតើ quality ថ្នាំឲ្យថាចុះបញ្ជីហើយអីហើយគឺគេតេស្តគុណភាពអីដូចគ្នាអីចឹងនិយាយចឹងណាយើងជាអ្នកដែលជ្រើសរើសខ្លួនឯងចាស់ទៅលើឈាមដែរគេគេប្រាប់ខ្ញុំថាអញឥឡូវលេបលេខ5អត់ត្រូវទេគេដោដាក់លេខលេខ10ខ្ញុំថាអត់ទេខ្ញុំលេបទៅលេខ5អត់ដែរមានបញ្ហាទេមុនដោជួប8 5 10យើងគិតថាតិចតែមែនតើនៅចូលក្នុងខ្លួនយើងខុសគ្នាប៉ុណ្ណឹងវាធ្វើឲ្យយើងអាចធ្វើទុកហើយអាចមានបញ្ហាអីចាខ្ញុំអត់ដែរខ្ញុំលេបទៅហើយរឿងថ្នាំលេបតាមគ្នាខ្ញុំទៅស្រុកព្រោះខ្ញុំទិញពីខាងក្រៅខ្ញុំទៅដីពេទ្យកាលម៉ែតខ្ញុំយកថ្នាំទៅលេបចាលេបបាគេទេចឹងទៀតហើយណាមួយប្រហែលជាដោយសារតម្លៃថ្នាំវារៀងធូរថ្លៃដែរបើសិនជាថ្នាំខ្លះដោយសារធាតុអញ្ចឹងគឺដូចគ្នាអីតែថ្លៃហ្មងថ្លៃខ្លាំងដែរយើងពិបាកក្នុងការចាយអត់ទេខ្ញុំកាលខ្ញុំមិនទាន់មកនៅហ្នឹងខ្ញុំនៅសាសាមហានលេខ5ដូចគ្នាអញ្ចឹងសបោអញ្ចឹងហ្នឹងហើយអាត្រង់ហ្នឹងហើយដែលខ្ញុំលេបឲ្យខ្ញុំទុកសបោយកដើរទិញគេអញ្ចឹងគេចេះឲ្យនឹងដល់សួរទៅលោកគ្រូឯងពីដើមហ្នឹងសួរថាអាហ្នឹងបោះអីថាបោះលេងហ្នឹងទៅយើងទិញកន្លែងផ្សេងយើងមិនបាច់យកសបោទៅទេយើងគាត់ប្រាប់ថាខ្ញុំលេបលេខ5បោះឌីប៉ុណ្ណឹងតែផងឥណ្ឌាមានច្រើនទៀតហើយប្រអប់ផងថ្នាំលើសម្ពាធឈាមផងឥណ្ឌាបើខ្ញុំរាប់ទូអី10មុខអត់ទាន់អស់ទេនៅទៀតចាហើយលេខ5ដូចគ្នាទៀតប៉ុន្តែខ្ញុំនិយាយឲ្យដល់ហ្នឹងឆ្នាំនោះសបោអញ្ចឹងប៉ុន្តែនេះដូចមែនមូលនេះដូចរៀង4ជ្រុងមិនឥឡូវដឹងមែននៅដូចជាវត្តអញ្ចឹងឯងអាហ្នឹងហើយហ្នឹងដូចអត់មានហ្នឹងយូមើលមួយណាក៏បានដែរបើសិនជាអត់ច្បាស់ទេហើយត្រឡប់មកវិញចង់ដោអាម៉ាក់ផ្សេងក៏បានដែរបើខ្ញុំធ្លាប់ទិញគ្រូឯងដឹងខ្ញុំលេបកម្រិតណាឆ្នាំម៉ាក់អីចាគាត់ខ្ញុំអត់ចេះទិញទៅពីចិត្តខ្ញុំក៏មានពេទ្យខ្ញុំអត់ទិញខ្ញុំទៅចិត្តអត់2ថ្ងៃហើយអូមិនចេះវាអស់ចេះផ្លេចលក្ខណៈឲ្យទិញក៏ផ្លេចយំឲ្យទៅណាអ្នកបាត់វាលើក្រោយក៏មិនចឹងកាលខ្ញុំទៅស្រុកថ្ងៃ8មីនាហ្នឹងក៏អត់3ថ្ងៃដែរអូសាខោចិត្តអត់យកមកទិញនេះហើយព្រោះខ្ញុំបកែបានដីវាញ៉ាំដល់ចឹងវាអត់ធ្វើអីពួកខ្លួនយើងវាត្រូវសម្របខ្លាំងមែនតើណាប្រយ័ត្នមានរឿងអីគេក្រោយនឹងយើងអត់ដឹងឥឡូវហ្នឹងយើងសម្របបានចុះពេលដែលខ្លួនយើងធ្វើទុកខ្លាំងយើងសម្របធ្វើទុកខ្ញុំយកខ្ទឹមដបមួយម៉ត់មកយកញីកោតែនេះខ្ញុំក៏គាត់លើឈាមតែប៉ុន្តែខ្ញុំទៅស្រុកខ្ញុំអត់ចឹងខ្ញុំអត់សុំគាត់លេបឬមួយខ្ចីគាត់អីអត់ខ្ញុំទុកចិត្តអត់យើងត្រូវមើលសារធាតុថ្នាំដែរដូចខ្ញុំនិយាយចឹងថាពេលខ្លះប្រអប់ផ្សេងគ្នាឈ្មោះខាងលើផ្សេងគ្នាតែយើងមើលអាថ្នាំនេះជាតិថ្នាំនេះប៉ុន្តែវាពិបាកដែរពេលខ្លះពិបាកអានអីចឹងតែឲ្យកូនចៅដែលគាត់ដឹងគាត់អានបានអត់ចឹងទេគ្រូខ្ញុំយល់ចេះផងចាខ្ញុំយល់ប៉ុន្តែគាត់ចង់បញ្ជាក់អញ្ចឹងឯងកូនអីកូនថាសុខសប្បាយ